អូខេវិលមកកាន់មេរៀនសម័យកាលដេផង់សែរបស់យើងវិញដែលថ្ងៃនេះយើងបន្តទៅដល់ភាគទី4ដោយអ្នកនរគ្នាដឹងស្រាប់ហើយថាភាគ3យើងបានសិក្សាអំពីសម័យកាលដេផង់សែលេខលំដាប់ទី1ពពួកមេគុនថេអូម៉ូសែនបាទក៏ប៉ុន្តែថ្ងៃនេះយើងនឹងទៅសិក្សាសម័យកាលដេផង់សែលំដាប់ទី1ដដែលក៏ប៉ុន្តែវាមេគុនថេតែមិនអូម៉ូសែននេះចឹងពាក្យថាអូម៉ូសែនឬមិនអូម៉ូសែនតើវាខុសគ្នាត្រង់កន្លែងណាឥឡូវយើងមកមើលសេចក្តីនៅក្នុងនេះគេថាសម័យកាលឌីប្រង់សែលលីនីអែលំដាប់ទី1មេគុណថេមិនអូម៉ូសែនជាសម័យកាលដែលមានរាងទូទៅ y' បូក ay ស្មើ px ដែល a ជាចំនួនថេនិង px ជាអនុគមនៃ x អញ្ចឹងអ្វីដែលវាខុសគ្នាអំពីសម័យកាលឌីប្រង់សែលលំដាប់ទី1មេគុណថេអូម៉ូសែននៅត្រង់ថាអង្គទី2របស់វាមិនមែនជាលេខ0នេះកន្លែងហ្នឹងណាកន្លែងហ្នឹងមិនមែនជាលេខ0កន្លែងហ្នឹងគឺជា px px ហ្នឹងវាជាអនុគមនៃ x px ហ្នឹងអាចជាចំនួនថេរ px ហ្នឹងអាចជា x ការ៉េ px ហ្នឹងអាចជា e សេគុណ x បានជាអនុគមនៃ x ណាមួយឬក៏ជាចំនួនថេរវាដែលមិនមែនស្មើនឹង0បាទកាលណាយើងនិយាយអំពីសម័យកាលយើងនឹងឈានទៅដល់វាដើម្បីរកឫសរបស់វាហ្នឹងដែលយើងហៅថាវិធីសាស្ត្រនៅក្នុងការដោះស្រាយទៅតាមរកចម្លើយអញ្ចឹងនៅក្នុងសម័យកាលពេលដោះស្រាយវាអ្នកខ្លះគេហៅថាឫសនៃសម័យកាលអ្នកខ្លះគេហៅថាចម្លើយនៃសម័យកាលអញ្ចឹង root ឬក៏ solution វាអត់បញ្ហាទេប៉ុន្តែនៅក្នុងប្រភេទសម័យកាល differential ដែលមានចម្លើយរបស់វាជាអនុគមបែបហ្នឹងជាទូទៅយើងប្រើពាក្យថា solution ច្រើនជាងប្រើពាក្យថា root បាទចុះវិធីសាស្ត្រដោះស្រាយមាន3នៅក្នុងដំបូងចំណុចទី1នេះគឺរកចម្លើយទូទៅនៃសមីការ y' បូក ay ស្មើ0អញ្ចឹងសរុបសេចក្តីមកគឺយើងរកចម្លើយនៃសមីការ differential លំដាប់ទី1មេគុណថេអូម៉ូសែនសិននឹង step ទី1ដែលយើងតាំងវាដោយ yc yc ហ្នឹងគឺគេឲ្យឈ្មោះវាថាជា common solution ណាបាទហើយបន្ទាប់ពីយើងបានYC នឹងហើយដំណាក់កាលទី2គឺយើងរកអនុគមចម្លើយពិសេសមួយនៃសមីការ y' បូក ay ស្មើ px ចម្លើយពិសេសហ្នឹងគឺតើដោយ yp អញ្ចឹងមើលសេចក្តីមួយនេះយើងអាចដឹងថាយើងត្រូវរកចម្លើយ yp គឺ y គឺ particular solution ចម្លើយពិសេសណាសេចក្តីហ្នឹងងាយមើលប៉ុន្តែដល់ពេលអានមក clear នឹងហើយយើងអត់ទាន់ដឹងថាតើត្រូវធ្វើមិនទេរកចម្លើយទូទៅនៅក្នុង step ទី1យើងដឹងពីព្រោះយើងធ្លាប់រៀននៅទីនេះនៅក្នុងតំបន់នេះហើយណាបាទប៉ុន្តែដល់ពេលរកចម្លើយនៅម្ដុំនេះយើងអត់ទាន់ដឹងទេចម្លើយពិសេសហ្នឹងតើយើងត្រូវរកយ៉ាងម៉េចដល់ពេល step ទី3រកចម្លើយទូទៅនៃសមីការ y' បូក ay ស្មើនឹង px ហ្នឹងណាគឺជាផលបូកនៃអនុគមចម្លើយរបស់សមីការអូម៉ូសែនបូកនឹងចម្លើយពិសេសរបស់សមីការបាទអញ្ចឹងគ្នាយើងនឹងនៅ concern ថាតើចម្លើយពិសេសហ្នឹងរកយ៉ាងម៉េចពីព្រោះ YC យើងដឹងពីវិធីđóយើងធ្លាប់រៀនហើយប៉ុន្តែដល់ពេល YP យើងអត់ដែលរើទេអញ្ចឹងតើវាមានបញ្ហាអីខ្លះចង់ដឹងថាវាមានបញ្ហាអីអត់នោះវាលុះត្រាណាតែយើងនឹងមកដោះស្រាយលំហាត់ជាក់ស្ដែងតើវាពិតជាមានអីមែនអត់បាទនៅទីនេះចំពោះលំហាត់កគឺមានសមីការ differential y' បូកជាមួយនឹង y ស្មើជាមួយនឹង 2e សេគុណ x អញ្ចឹងជំហានដំបូងគឺយើងទៅរកចម្លើយរក YC YC គឺជាចម្លើយរបស់សមីការអូម៉ូសែនយើងដឹងស្រាប់ហើយថាចម្លើយរបស់សមីការអូម៉ូសែន y' បូក ay ស្មើ0នោះគេនឹងទាញបានចម្លើយវាថា yc ហ្នឹងស្មើនឹង a ធំ e ស្វេគុណដក a x បាទអានេះយើងអាចទាញរកបានដោយងាយអញ្ចឹងក្នុងករណីដែលយើងមានសមីការ y' បូកជាមួយ y ស្មើ0អញ្ចឹងឃើញថា a ហ្នឹងវាស្មើ1ព្រោះ a គឺជាមេគុណរបស់ y កន្លែងហ្នឹងគឺ a បាទ a ហ្នឹងស្មើ1 a ស្មើ1អញ្ចឹង yc គឺ a ធំ e សេគុណដក a តូចអញ្ចឹងដក1
cứ độ ít như này độ muối ít và độ ít chẳng độ muối này nó mạch xệ thì ừ phần này nếu như cái thà mình chào đấy bây giờ chót cứ phần này nè rau trồng lỏi nấy vài prim bộ vải mà PE sẽ còn ít trồng lại nên hết để trên hai tháng vài P particular solution bà chương trồng lại bị sai không cho vậy để dương thử với cái dương tảng vài piece mà đừng KE sẽ còn ít ờ khi dương cho thà cũng mấy coi dương đang tàng chẳng được sai dương khuyên ông VP nè ông VP nó cứ PE sẽ còn ít chẳng bị dương tàng vài piece dương tàng tùng rúng đôi ông VP nè ស្ដាប់ឲ្យបានណាខ្ញុំនិយាយចំពោះតែសម័យកាល difference លំដាប់ទី1ទេលំដាប់ទី2មិនមែនបែបនេះទេបាទព្រោះលំដាប់ទី2វាមានលំដាប់ទី2រៀងពេញលំដាប់ទី2រៀងមិនពេញរឿងអីការតាំងចម្លើយមិនប្រកាសថាដូចអង្គទី2ទាំងអស់ទេពេលខ្លះត្រូវខុសគ្នាប៉ុន្តែនៅក្នុងករណីលំដាប់ទី1នេះគឺយើងអាចតាំងវា mostly ភាគច្រើនហើយបើ100វាមានដល់90%ជាងហើយដែលយើងតាំងដូចអង្គទី2អញ្ចឹងទីនេះគឺយើងមាន 2e សេគុណ x មកបើនិយាយទម្រង់ទូទៅរបស់វាគឺ ke សេគុណ x អញ្ចឹងយើងឃើញអីគេខុសគ្នានេះអាមេគុណនៃ e ហ្នឹងវាតាំងដោយ k ហើយដល់ពេល eh ហ្នឹងគឺនៅតែ eh ដដែលអញ្ចឹងចូលពេលយើងឆ្លងថាគ្រូចុះបើសិនជា2ហើយ e សេគុណ 2x ខ្ញុំតាំងវិញអញ្ចឹងតាំង k e សេគុណ 2x ដែរបាទអញ្ចឹងបែបហ្នឹងណាបន្តមកទៀតពេលដែលយើងតាំង YP ស្មើ KE សេគុណ x ហើយមុនបងអត់ដឹងវិធីតាំងឬដឹងវិធីតាំងហើយធ្វើម៉េចយើងទៅគណនា y' នៃ p គ្នាយើងឆ្លងថាគ្រូចុះគណនា y' នៃ p ធ្វើអីគណនា y' នៃ p ហើយនឹងមាន yp ហ្នឹងគឺដើម្បីយកវាមក substitute នៅកន្លែងសមីការរបស់យើងនេះបាទយក yp' ហ្នឹងទៅជួសកន្លែង y' ទៅហើយយក yp មកជួសកន្លែង y នេះយើងយកទៅជួសហើយនៅក្នុងដំណាក់កាលមួយនេះយើងយកទៅជួសគឺ KEX KE សេគុណ x បូកជាមួយនឹង KE សេគុណ x ចេះស្មើជាមួយនឹង 2e សេគុណ x ឃើញបែបនេះយើងអាចបូកចូលគ្នាបានណា k បូក k 2k អញ្ចឹងទៅអញ្ចឹង e សេគុណ x ហ្នឹងយើងអាច control simplify វាបានអញ្ចឹងសល់ k ត 2k ស្មើ2អញ្ចឹងទាញរក k k ស្មើ2លើ2អញ្ចឹង k ស្មើ1បើ k ស្មើ1មានន័យថា yp ស្មើ k e សេគុណ x អញ្ចឹង1 e សេគុណ x បន្ទាប់មកពីយើងឃើញ yp ហើយយើងគ្រាន់តែយក yc ទៅបូកជាមួយនឹង yp គឺជាការស្រេចនេះគឺជា yc អានេះគឺជា yp បាទអានេះគេឲ្យឈ្មោះថាវិធីដោះស្រាយសមីការ differential លំដាប់ទី1មេគុណថេរមិនអូម៉ូសែនបាទមិនអូម៉ូសែនទេហ្នឹងណាគឺវាមាន step វាបែបហ្នឹងយើងយើងមានលំហាត់នឹងយើងមាន4ណាឥឡូវយើងទៅមើលនឹងលំហាត់ទី1 style អញ្ចឹងលំហាត់ខលំហាត់អក្សរខនេះក៏លេខឃើញភ្លាមយើងឃើញអង្គទី2ទម្រង់បែប linear linear ជាទូទៅគឺទម្រង់បែប ax បូក b អញ្ចឹង ax បូក b ឃើញទេដល់ពេលយើងយកមកតាំង yp នេះ yp យើងតាំងទម្រង់ ax បូក b បាទទម្រង់ ax បូក b អញ្ចឹងអានេះហើយគឺជាផ្លូវដែលយើងអាចទៅដោះស្រាយបានណាបាទមើលទៅសំផាក់វែងផ្លែហ្នឹងបាទតទៅទៀតអឺពេលយើងដឹងថាកន្លែងតាំងហ្នឹងហើយកន្លែងនេះវាលើសមិញតិចថាពេលយើងតាំង a y ស្មើ ax បូក b derivative yp ហ្នឹង yp ព្រីមហ្នឹងមកវាសល់ a បើយើងចាប់ផ្ដើមជួសជុលនេះ a ហ្នឹងគឺយើងជួសជុល a នេះគឺជា yp ព្រីមយើងជួសជុលកន្លែង y ព្រីមចំណែកឯលេខ3មេគុណរបស់ y យើងទុកដដែលហើយចំណែកឯ y ហ្នឹងគឺ ax បូក b ហ្នឹងយើងយកមកដាក់នៅកន្លែង y ហ្នឹងឯងបាទអញ្ចឹងហើយយើងពលាតវាយើងពលាតវាទេយើងពលាត A A នៅដដែលនេះតាមពិតអានឹងខ្ញុំកាត់ណាតែពិតមុនបានដល់ជួរនឹងតែមាន A បូកនឹង 3AX ហើយបានបូកជាមួយនឹង 3B បាទហើយបន្តមកទៀតខ្ញុំនឹងក៏ចាប់ A នឹងដាក់ជាមួយ 3B ដោយសារវាអត់មាន X នេះជាមួយទេហ្នឹងដាក់មកដុំទៅហើយ 3AX ខ្ញុំដាក់មកមុខនេះអញ្ចឹងណាហឹមគោលបំណងក្នុងការដាក់នេះយើងមិនមែនចេះតែដាក់ទេតាមពិតយើងមានកូនចិត្តមួយមានគោលបំណងផងមួយថាយើងនឹងធ្វើឲ្យ 3AX ហ្នឹងឲ្យវាស្មើជាមួយនឹង 2X នេះចេះថាអានេះវាជាមេគុណនៃ x ឲ្យស្មើមេគុណនៃ x គ្នាវាអញ្ចឹងខ្ញុំសេ 3a ស្មើ2ដល់ពេលអាចំនួនថេរនេះ a បូក b នេះវាស្មើ1តទៅមកទៀតយើងដោះស្រាយសមីការនឹងទៅដោះស្រាយប្រព័ន្ធសមីការបាទអឺ
ដល់ខ្សែប៉ុនស្មេកាខ្ញុំបាញ់និយាយទេពួកយើងទី12ហើយយើងអាចដឹងហើយពីវិធីដោះស្រាយប្រព័ន្ធស្មេកាអ្វីដែលខ្ញុំចង់និយាយប្រាប់យើងហ្នឹងគឺតែការដែលយើងតាំងចម្លើយ YP ហើយយើង derivative យើងយកទៅ substitute នៅក្នុងសមីការដើមបន្ទាប់មកទៀតយើងទាញរកមេគុណនីមួយប្រើប្រាស់វិធីដោះស្រាយប្រព័ន្ធសមីការហើយបើយើងឃើញ YP ពេញលេញយើងក៏រកចម្លើយចុងក្រោយវាគឺយក YC បូក YP បាទនេះចម្លើយចុងក្រោយនៅខាងក្រោមនេះនេះសម្រាប់លំហាត់ទីអឺលំហាត់ខមិនលំហាត់ទីលំហាត់ខណាខ្ញុំនាំទៅមើលលំហាត់កអក្សរកមួយទៀតអក្សរកនេះគឺវាមិនដូចអាទីកហើយនឹងខទេហើយក៏ខុសពីអក្សរដែរដោយសារវាមានលក្ខខណ្ឌដើមទៅទៀតវាមាន initial condition អញ្ចឹងរៀងរាល់សមីការដែលមាន initial condition វាមានជំហានលើសពីអ្វីដែលយើងដោះស្រាយដូចសមីការដែលអឺអត់មាន initial condition ទេណាអត់មានលក្ខខណ្ឌដើមណាបាទវាត្រូវតាមរកខ្សែកោងដែល specific មួយសម្រាប់វាអញ្ចឹងណាបាទអញ្ចឹងយើងដឹងហើយថានៅក្នុងការដោះស្រាយសមីការ differential ចម្លើយរបស់វាគឺជា family of curve នេះគេប្រើពាក្យនេះណា family of family of curve វាជាចង្កោមនៃគ្រួសារខ្សែកោងចម្លើយវាណាប៉ុន្តែដោយសារតែគេថែមលក្ខខណ្ឌដើមមានន័យថាក្នុងគ្រួសារខ្សែកោងជាច្រើននឹងគេមិនតម្រូវឲ្យយកចម្លើយទាំងអស់ឯងគេចង់បានចម្លើយ specific តែខ្សែកោងមួយសមាជិកមួយក្នុងចំណោមគ្រួសារខ្សែកោងនឹងទេបាទវាអត់អីទេមុនដំបូងគឺយើងផ្ដើមដោយការរកចម្លើយ YC ដូចគ្នាអញ្ចឹងរក YC មិននិយាយទេហ្នឹងបាទពួកអ្នកអរគ្នាអាចយល់ហើយតើបន្តមកទៀតយើងរកចម្លើយ YP YP អ្វីដែលយើងត្រូវតាំងយើងមើលអង្គទី2អង្គទី2គឺជាពហុធាតុដឺក្រេទី2បើដឺក្រេទី2គឺ ax ក្រេ bx បូក c អញ្ចឹងហើយបានគេបង្រៀនយើងកាលពីមុនណាគេបង្រៀនយើងពីឯកធាតុពីពហុធាតុពីត្រីធាតុពីអីទាំងអស់ហ្នឹងដើម្បីឲ្យយើងស្គាល់រឿងនឹងច្បាស់លាស់បន្ទាប់មកទៀតយើងមកស្គាល់កន្លែងនេះពេលតាំងគេថានឹងលើតាំងទ្វេធាតុដឺក្រេទី1តាំងត្រីធាតុដឺក្រេទី2អញ្ចឹងបើយើងអត់ស្គាល់អស់ហ្នឹងទេយើងអាចទៅតាំង YP ដែលងាយស្រួលបែបនេះបានទេអញ្ចឹងបានគណិតវិទ្យាវាចាប់ផ្ដើមពីមូលដ្ឋានគ្រឹះមកហើយវាមានទំនាក់ទំនងគ្នាជាប់ជានិច្ចបើយើងបាត់បង់ភាគណាមួយក៏យើងទៅតាមរកភាគនឹងមកវិញបាទបានបើមិនអញ្ចឹងទេវាអត់អាចមានហេតុផលគ្រប់គ្រងឲ្យយើងយល់បានពីព្រោះគណិតវិទ្យាវានិយាយពីហេតុនិយាយពីផលអញ្ចឹងណាហើយបើសិនជាយើងរកឃើញមូលអត់ឃើញមូលហេតុវាគ្រាន់តែចាំវាអត់ធ្វើឲ្យយើងយល់បានស៊ីជម្រៅទេបាទបែកមកវិញអញ្ចឹងយើងតាំង YP ax ក្រេបូក bx បូក c អញ្ចឹងទៅហើយ derivative ធម្មតា derivative មកវាទៅជា 2ax បូក b ហើយយើងបានយើងយកទៅជួសទៅយកទៅចំនួនហ្នឹងវាកន្លែង y ព្រីមនេះយើងដាក់មកបាទហើយកន្លែង YP នេះយើងដាក់កន្លែង y វិញទៅជួសឡើងទៅបានប៉ុណ្នេះណាបានប៉ុណ្នេះហើយទាញរកតម្លៃ A B C នោះឲ្យឃើញពេលយើងឃើញ A B C យក A B C មក substitute នៅកន្លែងរបស់វាមកកន្លែងហ្នឹងអាកន្លែង AX ក្រេបូក BX បូក C ហ្នឹងយកដាក់កន្លែងហ្នឹងមកវាបានទៅជា YP ពេញលេញ YP ពេញលេញអញ្ចឹងចម្លើយជាទូទៅបើវាអត់មាន initial condition ទេតែបើប៉ុនយើងរបស់យើងតែប៉ុណ្នេះគឺចប់ហើយបាទប៉ុន្តែនៅក្នុងនេះវាមាន initial condition លក្ខខណ្ឌដើមទៀតអញ្ចឹងវាអត់ចប់ត្រឹមហ្នឹងទេគឺទៅតាមរកតម្លៃរបស់ A ធំនេះតើ A ធំនឹងស្មើប៉ុន្មានពីព្រោះខ្សែកោងនឹងវាអាចនឹងវាជាគ្រួសារនៃខ្សែកោងដែលអាចប្រែប្រួលទៅតាមតម្លៃនៃ A បាទអញ្ចឹងយើងនឹងត្រូវទៅយើងនឹងត្រូវទៅអឺរកតម្លៃ A ហ្នឹងតាមលក្ខខណ្ឌដើមទៀតលក្ខខណ្ឌដើមគេប្រាប់ថា y នៃ0ស្មើ2 y នៃ0ស្មើ2មានន័យថាខ្សែកោណនេះវាកាត់ត្រង់ចំណុច x ស្មើ0 y ស្មើ2កាត់ត្រង់ចំណុចដែលមាន coordinate 0 2នឹងឯងនិយាយចំណាខ្សែកោណវាមានច្រើនវាជា family of curve ប៉ុន្តែគេតម្រូវថាចម្លើយនេះគេចង់បានតែខ្សែកោណមួយទេខ្សែកោណក្នុងចំណោមទាំងអស់ហ្នឹងចង់បានតែមួយណាដែលវាកាត់ត្រង់កន្លែងចំណុច0 2អញ្ចឹងយើងបញ្ជាក់មកយើងយក
x ស្មើ0មកដាក់កន្លែង x មកហើយបន្តមកទីកន្លែងណា y យើងដាក់លេខ2ចូលទៅអញ្ចឹងបានខ្ញុំសេថា a បូក1លើ4ស្មើ2នេះឯងនេះកន្លែងនេះយកអត់ទាន់ណាកន្លែងនេះយើងយកមកជុំមក a អានេះ e សេគុណ0វាស្មើ1អញ្ចឹង a បូកអានេះ0អានេះ0ដែរអញ្ចឹង a បូក1លើ4អញ្ចឹងมันបានវាមានមូលហេតុវាឡើងមកផ្សេងឡើងអញ្ចឹងណាបាទពេលឃើញ a ស្មើ7លើ4ហើយយើងយក a ស្មើ7លើ4មកដាក់កន្លែង a មកអញ្ចឹងអានេះវាឡើងទៅជាគ្រួសារខ្សែកោងហើយវាជាសមាជិកខ្សែកោងមួយដែលជាចម្លើយតាមលក្ខខណ្ឌដើមដែលគេឲ្យហ្នឹងបាទនេះសម្រាប់អឺទីអក្សរ k គឺដូចគ្នាទេប៉ុន្តែអ្នកនរគ្នាឃើញអង្គទី2វាស៊ីន cos x sin x អញ្ចឹងទៅតាំងអ្វីដែលទៅតាំងគឺ a cos x sin b sin x ទោះបីជាវាមានតែ cos x ក៏ដោយទោះបីជាវាមានតែ cos x ក៏ដោយក៏ត្រូវតាំងអញ្ចឹងដែរទោះបីជាវាមានតែ sin x ទេក៏ដោយក៏ត្រូវតាំងអញ្ចឹងដែរទោះបីជាវាទោះបីជាវាមិនទោះបីជាវា cos x ដក sin x ក៏ដោយក៏នៅតែតាំងអញ្ចឹងដែរបាទអញ្ចឹងសរុបសេចក្តីមកអង្គទី2ហ្នឹងវា cos x ក៏យើងតាំង cos x បូក sin x a cos x បូក b sin x មាន sin x ក៏យើងតាំងបែបហ្នឹង cos x ដក sin x ក៏តាំងបែបហ្នឹងដែរបាទហើយដោះស្រាយទៅរកឃើញចម្លើយពេលដែលរកឃើញចម្លើយហើយវាអត់មានលក្ខខណ្ឌដើមអីទេអញ្ចឹងទុកវាប៉ុណ្្នឹងទៅបាទអត់ចោលទេនេះគឺជាលំហាត់ទី7នៅក្នុងกระดาษបាទនៅក្នុងសិលឹកកិច្ចការដែលខ្ញុំដាក់ឲ្យហ្នឹងគេមានអនុគមជីមកហើយគេឲ្យរកចំនួនពិតអីចឹងទៅហោហាយចឹងទៅអញ្ចឹងអឺខ្ញុំគិតថាវីដេអូនេះដូចជារៀងវែងហើយអានេះយើងទុកនិយាយនៅភាគក្រោយទៅព្រោះនេះវាខ្ញុំដាក់មានចម្លើយមកដែរទេបាទជាងយើងចប់តែប៉ុណ្្នឹងចុះហើយអ្នកនរគ្នាដែលនៅក្នុង Zoom នេះអាចមានសំណួរអាចសួរបានណាខ្ញុំបិទ record បាទអរគុណបាយបាយ